คือជារបៀបនៅក្នុងការផ្ទេរឯកសាររូបភាពវីដេអូផ្សេងៗពីទូរស័ព្ទដៃ iPhone មក Android ពី Android ទៅ iPhone ដោយមិនចាំបាច់ប្រើកម្មវិធី Telegram ផ្ញើចុះផ្ញើឡើងទេអញ្ចឹងជំនាញដំបូងបងប្អូនគ្រាន់តែធ្វើការ download កម្មវិធីមួយទាំង Android និង iOS ដែលមានឈ្មោះថា LocalSend បន្ទាប់ពីដំឡើងរួចរាល់បងប្អូនអាចធ្វើការបើកកម្មវិធីនឹងមួយមកហើយកម្មវិធីមួយនេះគឺអត់មានពាណិជ្ជកម្មញ៉ៃញ៉ៃច្រើនទេដើម្បីប្រើបងប្អូនគ្រាន់តែភ្ជាប់ជាមួយនឹង Wi-Fi ហើយទូរស័ព្ទណាដែលត្រូវការផ្ញើទៅបងប្អូនគ្រាន់តែចុចយកកន្លែងពាក្យថា Send នៅកណ្ដាលគេហ្នឹងហើយទូរស័ព្ទណាដែលជាអ្នកទទួលយើងនៅកន្លែង receive នឹងធម្មតាទៅចុចនៅត្រង់កន្លែងពាក្យ send បងប្អូននឹងឃើញមុខងារជាច្រើនដែលបងប្អូនអាចផ្ញើជាលក្ខណៈ pass អក្សរចូល file ឬក៏ផ្ញើជា media អីផ្សេងៗអញ្ចឹងជាឧទាហរណ៍ខ្ញុំផ្ញើជាលក្ខណៈ media ដែលមានន័យថាមានរូបភាពវីដេអូអញ្ចឹងណាយើងចុចចូលទៅវា load ទៅកាន់កម្មវិធី photo ហើយបងប្អូនអាចធ្វើការ select រូបភាពឬក៏វីដេអូណាមួយដើម្បីធ្វើការផ្ញើក៏បានដែរអញ្ចឹងលឿនឬយឺតអាស្រ័យលើអ៊ីនធឺណិតប៉ុន្តែកម្មវិធីនេះខ្ញុំធានាថាស្រួលប្រើតែម្ដង select រួចរាល់បងប្អូនចុចនៅលើពាក្យ confirm ហើយបងប្អូនក៏លេខមើលឈ្មោះគឺទូរស័ព្ទមួយណាឈ្មោះអីគឺវាដាក់ឲ្យខ្លួនឯងហ្មងអញ្ចឹងយើងមើលឈ្មោះតាមនឹងទៅបើករណីថាមានទូរស័ព្ទ 3 4 អញ្ចឹងវា generate ឈ្មោះឲ្យតាមនឹងអញ្ចឹងហើយកំណត់សម្គាល់គឺសញ្ញាត្រង់ជ្រូកនឹងឯងអញ្ចឹងយើងចុចលើឈ្មោះនឹងទៅយើងគ្រាន់តែចុច accept នៅខាងទូរស័ព្ទមួយទៀតដែលទទួលគឺជាការស្រេចហើយពេលដែលបងប្អូនចូលទៅកាន់ photo ឬក៏ gallery នៅលើទូរស័ព្ទ Android ឬក៏ iPhone ទូរស័ព្ទណាដែលទទួលយើងចុចមើលទៅគឺឃើញរូបដែលយើងបានផ្ញើមកភ្លាមៗតែម្ដងអត់មានពាណិជ្ជកម្មហើយក៏អត់ចាំបាច់ឲ្យបងប្អូនអរគ្នាធ្វើការ download ឲ្យដែរគឺគ្រាន់តែបាញ់មកទទួលគឺចូលទៅក្នុង gallery automatic តែម្ដងអញ្ចឹងកុំភ្លេចចែករំលែកវីដេអូនេះម្នាក់មួយយើងនឹងជួបគ្នានៅវីដេអូក្រោយ